มาសូមស្វាគមន៍ចំពោះការមកដល់ channel YouTube របស់ខ្ញុំបាទហើយថ្ងៃនេះខ្ញុំបង្ហាញបងប្អូននិងសិស្សានុសិស្សអំពីការប្រើប្រាស់វេយ្យាករណ៍មួយរបស់អង់គ្លេសគឺយើងរៀនអំពី imperative តើ imperative គឺជាអ្វីបាទសូមជម្រាបសិក្សាទាំងអស់គ្នាចឹង imperative តើវាជាអ្វីដែរអស់គ្នាបាទសូមប្រៀបធៀបប្រយោគពីរនេះមកបាទ compare two sentences could you close the door and close the door បាទអូខេបាទនេះគឺយើងប្រើ could you close the door could you right បាទ could you ហើយបុគ្គលិកស័ព្ទមួយមកបាទ could you close the door មិន close the door ពីរនេះក៏ឃើញយ៉ាងម៉េចអូខេបាទអញ្ចឹងបងប្អូនប្រហែលជាអាចគិតថាមានមួយបាទប្រយោគពីរនេះមានមួយគឺបង្ហាញពីភាពទន់ភ្លន់មួយទៀតបង្ហាញអំពីការបង្កបញ្ជាហើយណាបាទអញ្ចឹងគឺត្រឹមត្រូវមានបាទអញ្ចឹងប្រយោគទី1គឺ could you close the door គឺបង្ហាញអំពីភាពទន់ភ្លន់បាទ more polite នេះគឺជាការប្រាប់បាទជាការបញ្ជាឲ្យធ្វើអ្វីមួយបាទអាចជាការបញ្ជាឬក៏អាចជាការប្រាប់ណាបាទតែទាំងបញ្ជាក្តីប្រាប់ក្តីគឺមិនមែនជាភាសាបែប polite ទេបែបសុភាពរៀបសារនោះទេណាបាទហើយអញ្ចឹងប្រយោគទី1នេះគឺជា request បាទវាគឺជា request គឺការស្នើសុំមកស្នើសុំឲ្យធ្វើអ្វីមួយបាទ we ask someone to do something ទី2នេះគឺជា instruction គឺជាការណែនាំគឺជាការណែនាំឲ្យធ្វើអ្វីមួយបាទជា tells someone what to do ណាស្នើសុំហើយនឹងការបង្កប់បញ្ជាវាដូចគ្នាទេអញ្ចឹងចំពោះប្រយោគដែលយើងប្រើដើម្បីបង្កប់បញ្ជាណាម្នាក់បាទជាការបង្កប់បញ្ជាឬក៏ការប្រាប់ឲ្យធ្វើអ្វីមួយយើងប្រើប្រយោគនោះជា imperative បាទជា imperative sentence ដូច្នេះ imperative sentence យើងឃើញថាមានតែកិរិយាសព្ទដែលជា base form ខ្លះគឺជា base form of the verb វាអត់មានជាប្រធានអ្វីទេនៅក្នុងទម្រង់នេះក៏ប៉ុន្តែសួរថាតើនិយាយទៅកាន់អ្នកគេបាទគឺនិយាយទៅកាន់មនុស្សដែលយើងកំពុងតែនៅចំពោះមុខដែលគឺជា you នឹងឯងគឺ you ទាំងអស់អញ្ចឹង you នេះគឺជាប្រធានសម្រាប់ imperative ក៏ប៉ុន្តែវាគឺជាប្រធានបែប implied subject បាទ implied subject ហ៎ implied subject ហ៎បងជា implied subject គឺជាប្រធានបង្កប់គឺបង្កប់នៅក្នុងន័យខាងបរិបទដែលយើងមិនឃើញមើលអត់ដឹងណាមកគឺ you នឹងឯងគឺមានតែ you នឹងមួយគត់អញ្ចឹងយើងក៏អាចធ្វើឲ្យ imperative คล้ายទៅជាប្រយោគស្នើសុំផងដែរដែលយើងបន្ថែមពាក្យថា please នៅក្នុងហ្នឹងឧទាហរណ៍ថា please close the door អញ្ចឹងដូចបញ្ជាក់ឡើងវិញថាយើងប្រើ imperative ជាមួយនឹង base form of the verb មកខ្លួនហើយគឺជា base form of the verb ណាអញ្ចឹង imperative គឺមានន័យចំតែម្ដង direct គឺចំថាគេនិយាយឲ្យយើងធ្វើអ្វីមួយគឺនិយាយឲ្យចំតែម្ដងណាអញ្ចឹងបាទឧទាហរណ៍ថាបង្ហាញអំពីអារម្មណ៍នៃកំហឹងខឹងបាទ angry ដល់ពេលដែលណាម្នាក់មានអារម្មណ៍ខឹងគឺយើងអាចប្រើ imperative បានឧទាហរណ៍ថា school teacher របស់យើងគឺគ្រូបង្រៀននៅសាលារបស់យើងគាត់ប្រាប់អ្នកណាតើបើផ្សេងផ្សាយទៅមកទៅចឹងគាត់អាចប្រាប់ថា sit down បាទគាត់មានកំហឹងខឹងជាមួយអ្នកផងដែរអារម្មណ៍គាត់ move មកអីទៅណាអារម្មណ៍មិនល្អ move មកឃើញយើងលោឡាគាត់និយាយថា be quiet បាទគឺជាអារម្មណ៍មួយគឺជា emotion មួយរបស់គាត់ដែលគាត់មានបាទ stop talking ណាយើងនិយាយច្រើនចឹងឲ្យយើងឈប់មកគាត់ជាការបញ្ជា
ដូច្នេះអ្នកដែលអាចនិយាយពាក្យបញ្ជាពាក្យបង្គាប់ការប្រាប់បែបនេះហើយ command បាទ order អញ្ចឹងទៅអញ្ចឹងគឺពាក្យចាស់គឺជាអ្នកដែលមានអធិបុលលើយើងហើយបាទ superior to you right yeah superior to you មានអំណាចមានអធិបុលជាងយើងមួយទៀតយើងក៏ប្រើ imperative នៅក្នុង less scary way ផងដែរបាទគឺដោយរបៀបដែលមិនមែនជាការភ័យខ្លាចអ្វីទេណាដូចជាបាទជាការឲ្យនៅ instructions ការផ្ដល់នៅការណែនាំអំពីរបៀបនៃការធ្វើអ្វីមួយណាឧទាហរណ៍ថាពួកយើងទិញ DVD player គឺម៉ាស៊ីនចាក់ DVD ក៏ទិញទូរស័ព្ទដៃក៏ទិញកុំព្យូទ័រទិញអ្វីមួយបាទសូម្បីទិញម៉ូតូអីក៏ដោយអញ្ចឹងវាភ្ជាប់មួយមកជាមួយនៅ instruction book សៀវភៅណែនាំផងដែរណាបាទសៀវភៅណែនាំពីរបៀបប្រើប្រាស់ដូច្នេះនៅក្នុងសៀវភៅនោះគឺគេជាភាសាអង់គ្លេសគឺគេនឹងប្រើ imperative ផងដែរណាបាទយើងប្រើ imperative ដោយសារតែវាសាមញ្ញក្នុងការដែលយើងប្រើប្រាស់ដល់ពេលយើងអានទៅយើងឆាប់យល់ផងដែរបាទដោយសារតែគេទៅប្រើជាចំណុចហើយគេប្រើតែកិរិយាសព្ទអញ្ចឹងប្រយោគនឹងគឺងាយនឹងឆាប់យល់ណាអញ្ចឹងយើងក៏ត្រូវចាំផងដែរថាយើងមិនអាចបាទ you can't បាទយើងមិនអាចប្រើ imperative នេះជាមួយនឹង continuous verb គឺ verb ing បានទេព្រោះថា standing up បាទអត់ត្រូវទេបាទអត់ត្រូវទេយើងប្រើវាជា base form ទៅត្រូវណា stand up យើងចំណាំត្រង់ហ្នឹង stand up បាទ please អញ្ចឹងយើងក៏មាន negative imperatives គឺ imperative បែបបដិសេធណាបដិសេធតែមិនទៅគឺយើងប្រើ not ចូលមកបាទគឺមាន do not ជាមួយនឹង base form មកអញ្ចឹង do not smoke in your room ឬក៏ don't touch me បាទ do not យើងបង្រួយវាទៅជា don't touch if there are a number of steps in your instructions you can use the following sequence markers អញ្ចឹងយើងអាចបង្ហាញពាក្យទាំងអស់នេះបង្ហាញអំពី step គឺបង្ហាញអំពីដំណាក់កាលនៃសកម្មភាពក្នុងការធ្វើអ្វីមួយបាទរបៀបធ្វើអ្វីមួយគឺវាមានដំណាក់កាលរបស់វាគឺមាន first មាន then បាទ next after that finally អីបាទដំបូងគេធ្វើម៉េចបាទបន្តមកធ្វើម៉េចទៀតបន្តពីធ្វើម៉េចទៀតបាទបន្តពីនោះទៀតធ្វើម៉េចទៀតណាបាទហើយចុងក្រោយធ្វើយ៉ាងម៉េចដែរណាគឺបង្ហាញពី instruction យើងអាចប្រើពាក្យទាំងអស់នេះបានអញ្ចឹងពាក្យទាំងអស់នោះមិញហ្នឹងបាទយើងហៅថាជា sequence markers បាទពាក្យចង្អុលបាទពាក្យចង្អុលបង្ហាញអំពីអីបាទបង្ហាញអំពីលំដាប់បាទលំដាប់នៃអំពើណាជាងឧទាហរណ៍ថាយើងចង់បង្ហាញអំពីរបៀប make a cup of tea របៀបឆុងតែមកពេញមកបាទទី1បាទ first boil some water then put coffee in the cup next pour the hot water into the cup after that add a little milk finally stir the coffee see there is no subject you or he or she but the implied subject is you គឺប្រធានដែលបង្កប់ហ្នឹងគឺ you តែម្ដងយើងនឹងថា you បាទគឺ you boil you put you pour you add you stir ណាមកហើយនេះគឺជា base form of the verb 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 here base form of the verb right កិរិយាទម្រង់ដើមណាហ្នឹងជាងគេប្រើវានៅក្នុង imperative គឺគេសាបែបហ្នឹងអូខេអញ្ចឹងឥឡូវយើងមើលអំពីរបៀបដែលយើងលេងប៊ុលបាទបោះប៊ុលទៅមានកូនបឆហ្នឹងបាទណាដែលមានចំនួន10 10 piece នេះគឺអាកូនដែលបឆដើម្បីបោះប៊ុលឲ្យបដួលហ្នឹងបាទហ្នឹងអញ្ចឹងក៏យើងមានលំដាប់ក្នុងរបៀបលេងដែរបាទណា first put on the special shoes then choose the correct size ball next swing the ball behind you after that roll the ball down the center of the alley finally try and knock down all the pins បាទនេះគឺជាលំដាប់នៃសកម្មភាពផងដែរបាទនេះដូចគ្នា put បាទ choose swing roll try ဆိုជា base form of the verb គឺជាកិរិយាសព្ទដែលអត់មានថែម
mình miền tham ing mình miền tham s mình miền tham ed ấy thế và cứ tụm rộng đàoแต่mà đó hayอันนี้miền subject ấy nó miền you miền ấy thế còn tại đang hay tha implied subject cứประเทศบางก็คือ you เดี๋ยวเราอย่างนั้นนะbà đây nó tụm rộng imperative you ở đây you โจthế bà chẳng bàนี่คือชีลำดับในการทว่าไปมวยmà แปะสบายtrường bị xe mà sập trường nó phải đi cây lán thì แปะสบายtrườngของđấy dương mà dương ở đây tầm ở ba lại mình tầm hôm sắm sắp là nắng trong nón pin nè và trong đọc nè bà lại thông đi mà dương việc ai thao swing mà dương của bia bò lắm mà bò từ đầu mùa dương bọt tới đó mà khỏi gì mà hỏi bên dưới rồi đây rồi mill là bao đồng nắng ở chỗ tới đó Ellie nứng mà cứ cái này để chật mọt chứ đủ mà để chứ cái lại đây dương ở đồng riệp là đồng riệp mà pin nè và nè pin nèแต่มองอยู่ที่ยืมถึงไม่ถ้าอ้อยพินิจดูหล่อไหนก็ชีวิตแบบนี้cả lên bowlingนะvà chẳng đi ởที่họที่ต้องปีแบบนี้cả learn Englishแบบนี้สั่งเลยบ้านล้อไม่ relax สำหรับเตอร์มากับเรียนเฉินhọ biên สำหรับซ้อมาสำหรับข้ามเอา work hard ของประเรียนนะเป็นไปของประเป็นไปสำหรับนะบ่ review ยืมเลือกรางวัลไม่เรียนดีนักศึกษาให้ตรมเลือกเวลาวิ่งกับตกเจ้าแล้วมาuse เว็บไซต์ยังปรับเว็บไซต์ปรับ YouTube ปรับ Facebook ปรับอินเทอร์เน็ตฟิสิกส์นะอินเทอร์เน็ตปรับกระแสทุกสิ่งอะไรไว้กลุ่มยันไว้อ่านไว้ย่นลงปีประวัติสังคมย่นลงปีประวัติในปีศาจหมดเลยenjoy ยังเธอคลุนอ่อยสบายในการเรียนต่างๆนะมาเฮ้ยฉันยังอายเราคอมเมนต์เราคอมเมนต์báo hay bằng hai nhân viên đặc biệtในการทำbởi môi nè chứng đi dương đặc biệt bởi môi dương tao pro chị em đẹp thiếu đó và chứng biết tao tay chia cái sập chỉ base form mà nít sẽ nhiều vô base form đó đấy mà điều dữ có base form đấy và use base form chứng chúng các anh viên base form anh viên tao mà mắt các bạn này anh relax tao mà mắt thế nhưng các anh miền ấy coi nắng coi cái sắp anh miền là bởi vì đó anh miền đi hát chỉ adverb mà chỉ adverb hát đấy và review và miền y tế và miền review tao mà mắt mà tao mà biển đó song khăn cứ miền verb chỉ base form nè thằng coi nó miền ấy cái miền chẳng không khó lắm mà anh chỉ adverb của ban chỉ object của ban chỉ cái ban đấy mà chứ dương bọn ngọc này anh đã cho nó không comment mất màระเบียบធ្វើឲ្យមួយទៀតរបៀបជិនបង្ទាបាទរបៀបស្លៀកពាក់ឲ្យបានស្អាតណាជាអ្នកឃើញមកអូខេអរគុណ see you អរគុណចំពោះការយកចិត្តទុកដាក់ជួបគ្នាវីដេអូមេរៀនក្រោយ